តាស្វាគមន៍អ្នកទាំងអស់គ្នាយទៅគឺនេះជា channel Mobile Legends ដែលខ្ញុំបានធ្វើអញ្ចឹងណាហ្នឹងហើយ7ខែខ្ញុំចេញវីដេអូម្ដងគ្នាយើងហ្នឹងហើយជឿអត់ប្រកាន់ហើយអញ្ចឹងតើអូខេឥឡូវយើងទៅកម្មមកមើលថ្ងៃហ្នឹងគឺថា event link ចេញមកអ្នកគ្នា link collector ណាគេខ្លះចាំ link ពីខ្ញុំអញ្ចឹងណាហ្នឹងហើយគឺថាវាបានចេញមកហើយប៉ុន្តែវីដេអូហ្នឹងគឺខ្ញុំចាប់វាបានតាំងថ្ងៃមួយអ្នកទាំងអស់គ្នាប៉ុន្តែគ្រាន់តែថាខ្ញុំបានកាត់វីដេអូធ្វើគ្នាយើងខុសទស្សនាអញ្ចឹងណានិយាយរឿងវល់នេះគ្នាយើងដូចអីយើង7ខែយើងចេញវីដេអូម្ដងអញ្ចឹងណាអញ្ចឹងកន្លែងនេះខ្ញុំធ្វើការមកចាប់ជាមួយនឹង skin collector link អ្នកទាំងអស់គ្នាហើយជាមួយនឹងក្រោកឲ្យចេញថ្មីមកអញ្ចឹងណាតោះយើងមើលទៅអ្នកទាំងអស់គ្នា point link 800អ្នកគ្នាក្រៅពីហ្នឹងគឺយើងអត់យកទេយើងដោតសំខាន់ទៅលើ link អញ្ចឹងណាគ្នាយើងដៃភាសាគ្នាយើងយកភាសាគ្នាយើងដៃ clean យក clean ហ្នឹងហើយស្រាប់ខ្ញុំគឺខ្ញុំយក link អ្នកទាំងអស់គ្នាតោះឥឡូវមើលការចាប់របស់ខ្ញុំទាំងអស់គ្នាទៅដំបូងនេះខ្ញុំធ្វើការចំណាយជាមួយនឹង diamond យកហ្មងណាអញ្ចឹងតោះមកខ្ញុំធ្វើការទៅ claim ticket វាយកអ្នកទាំងអស់គ្នាជាមួយនឹងការចាប់នេះឲ្យចំណេញទៀតអ្នកទាំងអស់គ្នាយើងត្រូវធ្វើការចូលជា membership របស់ Starlight អ្នកទាំងអស់គ្នាហ្នឹងហើយដើម្បីយើងធ្វើការទទួលបាន Crystal Aurora 300ទៀតអ្នកគ្នាហ្នឹងហើយនេះគឺជា Starlight របស់ Susin អ្នកទាំងអស់គ្នាហ្នឹងហើយមិនមែន Susin នេះយើងស៊ីធានច្រឡំអ្នកទាំងអស់គ្នាតោះខ្ញុំមានកាត Starlight មួយស្រាប់អញ្ចឹងតែខ្ញុំក៏បានប្រើកាត Starlight ហ្នឹងហើយក៏ claim យកទាំងអស់យកហ្មងគ្នាយើងហ្នឹងហើយតោះឥឡូវខ្ញុំប្រញាប់ទៅចាប់យក skin link អ្នកទាំងអស់គ្នាតពីខ្ញុំធ្វើការទទួលបាន300 Crystal Aurora ហ្នឹងហើយខ្ញុំធ្វើការមក claim ជាមួយនឹងកូនសោអ្នកទាំងអស់គ្នាវាត្រូវឲ្យយើងចំណាយគ្រប់500 diamond អ្នកគ្នាហ្នឹងហើយបើបានកូនសោ3ទៀតអញ្ចឹងណាអញ្ចឹងខ្ញុំក៏សម្រេចចិត្តចាប់យកកន្លែងហ្នឹងសិនណាអ្នកទាំងអស់គ្នាដើម្បីបានកូនសោយើងទៅមកចាប់ទៅបានវាអស់ពេជ្រតិចហ្នឹងគ្នាយើងថ្ងៃត្រង់កន្លែងចាប់ហ្នឹងគឺខ្ញុំរៀងខាឲ្យលឿនតិចណាហ្នឹងហើយខ្ញុំកាត់វីដេអូកុំឲ្យគ្នាយើងខាត់ពេលវេលាហ្នឹងហើយគ្នាយើងតោះឥឡូវខ្ញុំធ្វើការ claim បាន9កូនសោអញ្ចឹងខ្ញុំក៏សម្រេចចិត្តចាប់វាម្ដងមួយវិញអ្នកទាំងអស់គ្នាខ្ញុំខ្ជិល time diamond 50ទៀតណាហ្នឹងហើយយើងត្រូវការចាប់ event ណាបន្ទុកទៀតអញ្ចឹងយើង sell diamond ខ្លះអ្នកទាំងអស់គ្នាឥឡូវចាប់យកអ្នកទាំងអស់គ្នានេះយើងអាចមើលបានគឺខ្ញុំកាត់ទីលឿនតិចឲ្យគ្នាយើងស្រួលមើលអញ្ចឹងណាចាំចូលទៅដល់ពេលយើងចាប់ជាមួយនឹង crystal ចាំយើងមើលពេញទាំងអស់គ្នាយកហ្មងណាហ្នឹងហើយតោះអូខេគ្នាយើងមួយគឺថាចំណេញខ្លះហេងខ្លះសយខ្លះអីចឹងទៅអ្នកទាំងអស់គ្នាតោះអូខេនេះដូចជាកូនសោចុងក្រោយរបស់យើងហើយតោះឥឡូវយើងធ្វើការប្រើជាមួយនឹង crystal aurora របស់យើងចាប់10ដងដំបូងបាន battery 100នេះយើងហ្នឹងហើយ skin normal ទេអញ្ចឹងអូខេបើជន់គ្នាចំណេញមែនតើអ្នកគ្នាមើល saber នោះឡើង30ជាងណាហ្នឹងហើយឥឡូវទៅការចាប់ទៅទៀតហើយនេះយើងតោះអូខេខ្ញុំទៅការ claim បានកូនសោទៀតចំណេញ100នេះយើងតោះឥឡូវទៅការចាប់កូនសោបាន12អ្នកគ្នាចំណេញ2តោះអូខេទៅសម្រាប់ខ្ញុំគិតគឺថាចាប់ពីបាន10ឡើងគឺថាចំណេញទេបើបាន10រួចខ្លួននេះអញ្ចឹងណាក្នុងមួយត្រង់អ្នកទាំងអស់គ្នាតោះអូខេឥឡូវទៅការចាប់យកទាំងអស់គ្នាអ្នកគ្នាខ្ញុំចាប់មួយវិញណាអ្នកគ្នាកន្លែងហ្នឹងណាហ្នឹងហើយដោយសារអីយើងចិត្តគ្រប់អីគ្នាយើងអ្នកគ្នាមើលបាននឹងខ្វះតែប្រហែល50អីអញ្ចឹងណាហ្នឹងហើយ48ជាអ្នកទាំងអស់គ្នាតោះអូខេចាប់យកអ្នកគ្នាហ្នឹងហើយពី3ដងទៀតប្រហែលជាបានហើយអ្នកទាំងអស់គ្នាហ្នឹងហើយមើលទៅ Crystal Aurora យើងអត់អស់ទេអ្នកគ្នាទៅ3តែមិនយើងក៏នៅសល់ដែរយ៉ាគ្រប់អីនេះយើងតោះដូរយក link 100នេះយើងណាគេខ្លះ type link អញ្ចឹងណាគេខ្លះរងចាំ link អញ្ចឹងណាហ្នឹងហើយមកដូរយកទាំងអស់គ្នាអ្នកគ្នាហ្នឹងហើយគ្នាយើងទស្សនាវីដេអូហ្នឹងកុំភ្លេចចុច like ខ្ញុំផងអ្នកទាំងអស់គ្នានេះជា channel Mobile Legends ដែលខ្ញុំធ្វើសម្រាប់តែ Mobile Legends អញ្ចឹងណាហ្នឹងហើយគឺខ្ញុំខានចេញវីដេអូយូរមែនតើអ្នកគ្នាកាលពី7ខែមុនខ្ញុំបានចេញវីដេអូមួយដែរអញ្ចឹងរបៀបយក skin តាណោះអញ្ចឹងគឺជាវីដេអូនេះជាវីដេអូទី2នៅក្នុង channel របស់ខ្ញុំហើយអ្នកទាំងអស់គ្នាហើយពិតជាយកទៅគឺថាពិតជាអរគុណគ្នាយើង31 subscriber នៅ channel Mobile Legends របស់ខ្ញុំមែនតើទោះបីខ្ញុំចេញវីដេអូក៏គាត់នៅតែ subscribe ចោលខ្ញុំអញ្ចឹងណាហ្នឹងហើយចាំទស្សនាវីដេអូខ្ញុំទៀតតោះអូខេអញ្ចឹងស្គមតែវីដេអូនេះទូរីករាយឲ្យគ្នាយើងបានឃើញអស់គ្នាអញ្ចឹងណាតោះឥឡូវយើងមកមើលការចាប់ Starlight ខ្ញុំម្ដងអ្នកទាំងអស់គ្នាហ្នឹងហើយជាមួយនឹងការចាប់ Starlight គ្នាយើងហេឬមិនហេមើលខែហ្នឹងនេះយើងណាគេខ្លះបានចាប់ Starlight ហេឬក៏មិនហេ comment ប្រាប់ខ្ញុំផងសម្រាប់ខ្ញុំវិញគឺខែហ្នឹងដាក់3ដំបូងបានយកហ្មងណាខ្ញុំក៏មានសប្បាយចិត្តអីដែរដោយសារអីគឺវីដេអូនេះរៀងយូរដែរអ្នកគ្នាចាប់តាំងថ្ងៃ1ដល់ថ្ងៃឥឡូវថ្ងៃ3បានផុសអីចឹងណា